បាទជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះកុម្ភៈខ្ញុំមកពី AU30 ថ្ងៃនេះផងដែរគឺខ្ញុំនឹង demo comment Kata Basic មួយចំនួនដែលលោកគ្រូបានបង្រៀនមកកាន់ខ្ញុំនឹងប្រើ offline ដែរក្នុងថ្នាក់ AU30 ហ្នឹងអូខេ comment ដែលងាយស្រួលបំផុតនៅក្នុង Kata Basic ចុះគឺយើងប្រើ comment វាឥឡូវចែកលេខ comment មួយចំនួនដែលលោកគ្រូបានប្រើប្រាស់សម្រាប់អ្នកកទោះឲ្យមើលវីដេអូរបស់ខ្ញុំបានអូខេយើងអាចមានជំរឿសជាច្រើនយើងអាចធ្វើការបង្កើតយើងចុចឆៅយកមកទៅបានដែរឯងគាត់ថាចុចយើងវាស៊ីពេលយើងច្រើនចុចធ្វើការបង្កើតឲ្យថាឥឡូវចង់បង្កើត folder ក្នុងហ្នឹងមួយ new folder ចឹងទៅ new folder ទៅថា SU30 គឺ U ពីបតងឃើញហើយចង់បង្កើត file ក្នុងហ្នឹងឃើញហើយតាមទៀត file អីតែមកនេះគាត់ថាចឹងវា overlay ច្រើនលុបវាចោលទៅ select ហើយក៏យើងប្រើ comment ក៏បានដែរអីទេ comment ណាអូខេឥឡូវយើងត្រូវការចូលក្នុង CMD ហ្នឹងទៅហើយយើង comment ទី1គឺសម្រាប់ធ្វើការ check ទៅលើ username នៅក្នុង YouTube យើងត្រូវការជាថា who I am who am I who am I ហើយវានឹងឃើញហើយវានឹងធ្វើការសូរឈ្មោះរបស់យើងហើយតទៅទៀតបើសិនជាយើងចង់ធ្វើការcheck មើលថា directory pwd pwd home ហើយឈ្មោះ D កុម្ភៈរបស់យើងទៅហើយបើយើងគិតថាអូឥឡូវយើង check កបញ្ចាត់ច្រើនហើយយើងចង់ clear វាចោលដែលថា clear ដើម្បីធ្វើការ clear វាចោលអូខេបាច់ហើយបើយើងចង់ដឹងចង់ធ្វើការ list ទៅរកមើលអីផ្សេងទៀតឧទាហរណ៍ថាឥឡូវចង់ list ទៅរកថាតើក្នុងhome របស់យើងនេះកន្លែង home របស់យើងនេះមានអីខ្លះយើងហៅថា sorry ថាតើ directory អីខ្លះយើងត្រូវការឆែកមកវាយើងត្រូវការ list ទៅមកពងដល់ពេលយើងចុច enter ហើយយើងត្រូវការចង់ចូលទៅក្នុងហ្នឹងថាឡើងចុចចូលក្នុងនេះក៏បានតែថាវា CP យើងយូរតោះនឹងថាចុចវាថាCD ដើម្បីធ្វើការចូលទៅក្នុងហ្នឹងគេថា desktop ចង់ចូលក្នុង desktop ហើយឥឡូវយើងបានឈរទៅលើ desktop ហើយយើងចង់ចេញឲ្យវិញចុច CD ដកពីមកគឺយើងធ្វើការចូលទៅក្នុង default វិញដើមហើយចង់ចូលវិញ CD គេថាកុំបាច់ចាំពេកវាញញ៉ៃ clear ចោលឥឡូវដាក់ថា list វាដែរខ្ញុំចង់ធ្វើការចូលក្នុង desktop ដាក់ថា cd desktop ហើយចង់ដឹងថាតើនៅក្នុង desktop នោះមានអីខ្លះដាក់ list គឺអត់មានអីទេឥឡូវចង់ធ្វើការបង្កើត folder យើងមានជំរឿនច្រើនយើងអាចធ្វើការបង្កើត folder តាមវាចុចផ្ទាល់ចឹងក៏បានដែរតែវាយូរនេះហើយអត់ធ្វើការអញ្ចឹងប្រើ command ឆាត់មកទៅឥឡូវធ្វើការបង្កើត folder ផ្សេងប្រើ command ផ្សេងប្រើកាត់ file ផ្សេងឥឡូវកុំបង្កើត folder យើងដាក់ថា mkdir ហើយយើងអានេះធ្វើការបង្កើត folder នៅលើ desktop នេះបើសិនយើងឈរនៅកន្លែងណាគឺវានឹងបង្កើត folder លើហ្នឹងហើយទៀតវា load file ឲ្យយើង folder អញ្ចឹងហើយនៅថា su ដាក់ទុចមកទៅ su30 ចុច enter នេះគឺ load មកហើយឃើញអត់នេះ load មកហើយយើងចង់ចូលទៅក្នុងឥឡូវចង់ចូលទៅក្នុង IU30 ហ្នឹងយើងចុច cd IU30 ឬក៏យើងចុចគឺថា IU មកចុច tab វាទៅវានឹងចូលមកហើយចុច enter ទៅក្នុងហ្នឹងគឺមានអីទេឃើញអត់មានអីទេហើយដាក់ list មកក្នុងហ្នឹងមានអីអត់ទេឥឡូវចង់ធ្វើការបង្កើត folder នៅក្នុងfolder IU30 sorry file មានតែការចុចវាថា sorry ហ្នឹងហើយ couch យើងដាក់ថា into.txt មកទៅអូខេឥឡូវយើងបានបង្កើតរួចហើយខ្ញុំចូលនៅក្នុង list នេះឥឡូវពងឈរនៅលើ IU30 ហ្នឹងហើយណាបើសិនយើងចង់ដឹងវាមិនបាច់យើងត្រូវការចុច command ផ្សេងទៀតខ្ញុំខកបានទៀត4ទៀតយើងត្រូវការចុច command ហ្នឹងទៅ list នេះនៅក្នុងហ្នឹងគឺវាមានដូចជា file ហ្នឹងហើយនេះចូលក្នុងហ្នឹងទៅមាន file ដែលតិចហ្នឹងហើយបើយើងចង់ធ្វើការចង់ធ្វើការថាយវាឬក៏ចង់ធ្វើការពេញបំពេញនៅក្នុង file ហ្នឹងក៏បានដែរយើងដាក់ថាnano info nano info sorry
nano info nano info ដល់មកចុចពងនេះយើងធ្វើការពេញព័ត៌មានក្នុងនឹងបានហើយដាក់ថា hello ភាក់ចឹងទៅcom to au 30 au 30 au 30 king person ចឹងទៅ cell វា cell ជា control F មកចេញវាវិញធ្វើការចេញ control X វាមកយើងត្រូវការចង់ធ្វើការ check វាក៏បានដែរឥឡូវយើងធ្វើការមួយទៀតគឺខ្ញុំ clear វាចោលសិនទៅឥឡូវខ្ញុំ clear ទេ clear ពេកញ៉ៃអស់កន្លែងធ្វើការចុច comment ទៅគឺ comment នេះ comment eco ហ្នឹងគឺធ្វើការreturn ទៅលើតម្លៃដែលយើងបានធ្វើការបញ្ចូលក្នុងPhantom ហ្នឹងយើងត្រូវការដាក់ថា eco comment ដល់2មកដាក់ថា hello ចឹងមកយើងត្រូវការចុច enter គឺវានឹងធ្វើការ return តម្លៃដែលយើងបានធ្វើការបង្កើតនៅក្នុងហ្នឹងមកអូខេដល់ពេលយើងបានធ្វើការបង្កើតតម្លៃនៅក្នុងហ្នឹងហើយយើងអាចធ្វើការមួយទៀតយើងធ្វើការឥឡូវខ្ញុំនៅក្នុង desktop នេះមាន folder ជាច្រើនទៅក្នុងឥឡូវខ្ញុំចូលទៅក្នុងខ្ញុំធ្វើការ cd ថយមួយមកខ្ញុំចង់បង្កើត folder ថ្មីដាក់ថា mk d ir ដាក់ថា au ដាក់ថា info au 30ចុច enter ពងពីមក2អញ្ចឹងខ្ញុំចង់មួននេះចុះនេះក៏បានដែរចឹងធ្វើការមួនវាគឺ comment ឬក៏យើងធ្វើការលុបវាសិនឥឡូវលុបចោលហ្មងបងញ៉ាំលុបវាចោលចង់ការជិះគឺថា comment លុប folder ធ្វើការជិះ comment ដូចជា f rm ហ្នឹងគឺ remove file ទេតែ remove folder ផ្សេងrmdir ហើយគេដាក់info ដែរហ្នឹងទៅ au 30បងឃើញបាត់ឃើញបាត់ហើយឥឡូវខ្ញុំចង់បង្កើត folder នៅក្នុងនោះមួយទៀតfolder យើងត្រូវការចុចវាថា cd ឥឡូវឈរនៅ desktop ដាក់ folder ហើយដាក់ cd ខ្ញុំដាក់ cd មិនទេដាក់ mkdir mkdir ហើយយើងត្រូវការដាក់ថាអូមិនទេហើយតែ mk ដាក់ថា touch វិញកាត់ file tuch tuch touch ហើយដាក់ថា info au 30បងវាធ្វើការបង្កើតមកហើយតែខ្ញុំចង់ធ្វើការទេថ្ងៃនេះទេណាចុះនេះក៏បានដែរឥឡូវខ្ញុំធ្វើការ comment ដាក់ថា mv ឥឡូវឈរទៅលើហ្នឹងហើយថា mv យើងឈរនៅ desktop ស្រាប់ហើយត្រូវការចុចថា mv info au 30យើងដាក់សញ្ញាអត្ថសញ្ញាគេសញ្ញាតលកហ្នឹងហើយត្រូវការដាក់សញ្ញានេះគេហើយទៅហ្នឹងតទៅទៀតត្រូវការដាក់ថា list ចុច tab មកនៅក្នុង folder au 30ចុច enter មកគឺវាធ្វើការចូលទៅក្នុងហ្នឹងហើយឥឡូវចង់ដឹងថាវាចូលចុះទៅការចុចហ្នឹងចូលក្នុង desktop វាដាក់ថា cd au 30នេះមាន2អត់មាន2អត់អាហ្នឹងគឺហើយមួយទៀតក៏មិនទៅធ្វើការ update ទៅលើនេះពួកវា update ទៅលើ package របស់វាមួយចំនួន sudo apt update បងហើយធ្វើការពេញ password ឥឡូវវាពងធ្វើការប្រសិទ្ធឲ្យយើងណាតពីបានធ្វើការហើយវាធ្វើការនេះឲ្យយើងហើយមិនដាក់ថា apt list
app GOA DA label ok lại to với ổn thích của giờ bánh check không mà nhưng chỉ lòng mà click A qua thì sao vậy cho nó check không ok lại bây giờ cho thơ ca bật với clear với cháu clear trong thơ ca ở start với của bác là còn bật với bên bạn bật với thơ ca chúng ta ở chỗ cảm rất là sự kiện ha sudo shut DOW and shut down now boom rồi ok video mình tập bên đó ok chưa được chưa